ថ្ងៃនេះគឺជាថ្ងៃទី29 ខែមីនា2025ប្រហែលជាថ្ងៃធ្លាក់ទឹកកកចុងក្រោយហើយពេលនេះគឺសែមគេរៀបចំចេញទៅធ្វើការតាមធម្មតាយើងត្រូវបញ្ឆេះឡានហើយនឹងបើកម៉ាស៊ីនកម្ដៅឡានហ្នឹងទាំងខាងកញ្ចក់ខាងមុខនិងកញ្ចក់ខាងក្រោយក្នុងការដែលយើងបោសទឹកកកដើម្បីជួយឲ្យវារលាយរីឯដងអំបោសនេះគេអាចបង្រួញវាឲ្យខ្លីក៏បានឲ្យវែងក៏បានកាលណាយើងឈប់បោសទៅយើងបង្រួញវាឲ្យខ្លីដើម្បីយកទៅទុកក្នុងឡានកុំឲ្យចង្អៀតឥឡូវនេះដល់វេនខ្ញុំចេញទៅយកចៅទៅធ្វើការគឺទៅយកកល្យានកូនដណ្ដាទៅធ្វើការគេចូលធ្វើការម៉ោង10ហើយនឹងយើងត្រូវពាក់សំដាយឲ្យបោសទឹកកកនឹងចេញដូចសែមគេធ្វើមុនអញ្ចឹងដើម្បីឲ្យទឹកកកចូលក្នុងឡានហើយត្រាក់តរដែលនៅខាងក្រោយដែលមើលឃើញហ្នឹងគឺត្រាក់តរគេសម្រាប់ជោគទឹកកកនៅកន្លែងចតឡាននៃអាគារនៃផ្ទះគេទៅខាងក្រៅនេះទឹកកកចូលក្នុងអាវវាទៅអំគោះចេញអត់បានអាវហ្នឹងអាវសម្រាប់ពាក់ខែរដូវដែលគេហៅថារដូវស្លឹកឈើលាស់ហើយដល់មកពាក់ខែទឹកកកទៅវាអត់មានមួកពាក់ពីលើដល់នេះទឹកកកចូលក្នុងខ្លួនគាត់ប្រលាស់ចេញមកអញ្ចឹងទៅជាឃើញថាជាការមួយពិបាកតិចឡានដែលយើងខ្ពស់នៃសំបីតែដងបោសនឹងវែងក៏ដោយហើយនៅតែបោសមិនងាយបានដល់ហើយយើងឃើញថាច្បាប់នៅស្រុកគេត្រូវឲ្យយើងបោសទឹកកកឲ្យអស់ពីឡានការពារកុំឲ្យអ្នកបើកពីក្រោយហ្នឹងវាគ្រោះថ្នាក់វាព្រោះបើសិនជាយើងបោសមិនអស់ពេលយើងបើកទៅទឹកកកហ្នឹងវាហើទៅធ្លាក់ដល់ឡានគេអាងឹតដែលវាបាំងអីចឹងទៅមើលមិនឃើញហើយបើសិនជាប៉ូលីសគេឃើញគេត្រូវពិន័យយើងហើយដូច្នេះបានជាម្នាក់កាលណាទឹកកកហ្នឹងត្រូវតែបោសឲ្យអស់មិនឲ្យនៅសល់ពីលើឡានទេយើងឃើញថាកញ្ចក់ឡានខ្ញុំវាចាប់ដើមរលាយព្រោះឡានខ្ញុំដូចក្តៅជាងឡានសែមព្រោះឆាប់ក្តៅជាងចេះបើកតែមកសន្ទុះទៅក៏វាចាប់ដើមរលាយហើយតាមធម្មតាគេភាគច្រើនទៅគេដូចសែមធ្វើអញ្ចឹងគេជោគពីចំហៀងមុនខ្ញុំមិញក៏ជោគខាងចំហៀងដែរប៉ុន្តែដល់ពេលឃើញកញ្ចក់ខាងមុខហ្នឹងវារលាយក៏ចាប់ដើមជោគកញ្ចក់ខាងមុខហ្នឹងទៀតទៅដើម្បីកុំឲ្យមកភាសាទៀត ឥ
ស្បែកជើងខ្ញុំក៏ពាក់ស្បែកជើងធម្មតាព្រោះស្បែកជើងតកហ្នឹងបានយកទៅទុកបាត់ហើយព្រោះនឹកឃើញទាំងបែបវាឈប់ធ្លាក់ហើយព្រោះលាយអស់ពីតកអស់ពីថ្នល់ហើយចាំមកធ្លាក់ចឹងទៀតទៅនេះគឺជាចៅបងបើកទ្វារឡានសែមហើយនឹងឡានខ្ញុំបើសិនជាទ្វារឡានមិនបានចាក់សោប្រកាសជាវាចូលយកអីវ៉ាន់ចៅនេះបានលួចយកថ្នាំពេទ្យនៅឡានរបស់អ្នកជិតខាងព្រោះគាត់អត់បានចាក់សោកាលពីម្សិលមិញធ្លាក់ទឹកកកឥឡូវថ្ងៃនេះភ្លៀងធ្លាក់មកកកនៅទីក្រុងខ្លះមានការដាច់ភ្លើងពីព្រោះពេលវាភ្លៀងមកវាទុំនៅលើមេឃឈើវាធ្ងន់ដល់មេឃឈើវាបាក់ទៅធ្លាក់សកត់ខ្សែភ្លើងដាច់ខ្សែភ្លើងពេលដែលវាភ្លៀងមកវាកកដូចកញ្ចក់ចឹងប៉ុន្តែប្រដាប់ជោគហ្នឹងវាមានធ្មេញវាដូចធ្មេញរនាស់អញ្ចឹងដើម្បីកោសទៅវាដាច់ទឹកកកហើយទៅសពឡើងអញ្ចឹងខ្សែវាបានទៅឆេះឡានដើម្បីបើម៉ាស៊ីនកម្ដៅឲ្យវាក្តៅបញ្ចុះខាងមុខនិងខាងក្រោយជួយរំលាយទឹកកកមុននឹងយើងចូលនេះគឺជាពេលព្រឹកផ្សែងព្រៀបចំចេញទៅធ្វើការឥឡូវនេះមកគិតមួយរសៀលហើយខ្ញុំថាថ្ងៃនេះមិនចង់ចេញទៅណាទេពីព្រោះគេហាមថាបើមិនចាំបាច់កុំឲ្យធ្វើដំណើរពីព្រោះផ្លូវវាអាចរអិលហើយអាចមានគ្រោះថ្នាក់តែចៅស្រីបានទូរស័ព្ទមកឲ្យទៅជួយដឹកពីព្រោះគេមិនហ៊ានដើរខ្លាចដួលពីព្រោះគេគិតនឹងដួលនៅពេលចេញពីផ្ទះមកហើយទន្ទឹមនេះក៏ខ្ញុំនឹងធ្វើដំណើរទៅផ្សារទៅទិញទៅដោះគោទិញពងមាន់ដែរហើយហូបទាំងឪទាំងកូនសុទ្ធតែមានឡានកញ្ចាស់ឡានសែមអាយុ17ឆ្នាំហើយឡានខ្ញុំអាយុ15ឆ្នាំកំពុងសម័យហ្នឹងក៏វាធ្លាយខាងក្រោមតែមិនជួសជុលចាំបានជាឡានខ្ញុំវាឆេះទៅលឺខ្លាំងជាងគេ